សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Cambodia Natural ថ្ងៃនេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាមកស្គាល់តំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយនៃខេត្តសៀមរាបគឺឃុំកំពង់ភ្លុកស្ថិតក្នុងស្រុកប្រាសាទបាគងកំពង់ភ្លុកគឺជាសហគមន៍មួយដែលរស់នៅជាប់នឹងបឹងទន្លេសាបអ្វីដែលធ្វើឲ្យទីនេះមានភាពពិសេសគឺផ្ទះសសរខ្ពស់ៗដែលសង់ឡើងដើម្បីសម្របខ្លួនទៅនឹងការឡើងចុះនៃទឹកបឹងទន្លេសាបតាមរដូវនៅរដូវទឹកឡើងទូកក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ចំណែកនៅរដូវទឹកស្រកផ្លូវគោកក៏អាចប្រើប្រាស់បានដូចធម្មតាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបឹងទន្លេសាបមុខរបរសំខាន់របស់ពួកគាត់គឺការនេសាទត្រីការចិញ្ចឹមត្រីការកែច្នៃផលនេសាទនិងការបម្រើសេវាកម្មទេសចរណ៍ជីវិតរបស់អ្នកស្រុកមានភាពសាមញ្ញប៉ុន្តែពោរពេញដោយភាពឧស្សាហ៍ព្យាយាមនិងការសហការគ្នាក្នុងសហគមន៍បាននិយាយអំពីទេសចរណ៍វិញកំពង់ភ្លុកគឺជាទិសដៅមួយដែលមិនគួររំលងភ្ញៀវទេសចរអាចជិះទូកកម្សាន្តតាមដងផ្លូវទឹកឆ្លងកាត់ផ្ទះសសរខ្ពស់ៗនិងស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនក្នុងតំបន់អ្វីដែលទាក់ទាញជាងគេគឺព្រៃលិចទឹកដ៏ធំល្វឹងល្វើយនៅរដូវទឹកឡើងដើមឈើធំៗលេចចេញពីផ្ទៃទឹកបង្កើតទេសភាពស្រស់ស្អាតនិងជាជម្រករបស់ត្រីនិងបក្សីជាច្រើនប្រភេទការជិះទូកកាត់ព្រៃលិចទឹកផ្ដល់អារម្មណ៍ស្ងប់ស្ងាត់និងជិតស្និទ្ធជាមួយធម្មជាតិនៅពេលល្ងាចព្រះអាទិត្យរៀបលិចនៅលើបឹងទន្លេសាបបញ្ចេញពន្លឺពណ៌មាសឆ្លុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាតទិដ្ឋភាពនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនឲ្យមកគយគន់ថតរូបនិងទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃការធ្វើដំណើរមកកាន់កំពង់ភ្លុកមិនត្រឹមតែបានទស្សនាសម្រស់ធម្មជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានស្គាល់ពីជីវភាពរស់នៅវប្បធម៌និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋដែលបានរស់នៅជាមួយបឹងទន្លេសាបអស់ជាច្រើនជំនាន់ប្រសិនបើអ្នកមានឱកាសមកកាន់ខេត្តសៀមរាបសូមកុំភ្លេចអញ្ជើញមកទស្សនាឃុំកំពង់ភ្លុកខ្ញុំជឿជាក់ថាទេសភាពដ៏ស្រស់ស្អាតបរិយាកាសដ៏ស្ងប់ស្ងាត់និងស្នាមញញឹមដ៏កក់ក្ដៅរបស់អ្នកស្រុកនឹងធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកក្លាយជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសូមអរគុណចំពោះការទស្សនាប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមជួយចុច Like Share និង Subscribe ដើម្បីគាំទ្រ Cambodia Natural និងរួមចំណែកផ្សព្វផ្សាយសម្រស់ទេសចរកម្ពុជាទៅកាន់ពិភពលោកសូមអរគុណហើយជួបគ្នានៅវីដេអូក្រោយ